តែឡើយយើងមើលពីភាពខុសគ្នារវាង dynamic stretch និង static ចឹងណាបងអញ្ចឹងវាតនឹង dynamic គឺយើងធ្វើមុនហាត់ប្រាណហើយ static គឺយើងធ្វើក្រោយលំហាត់ប្រាណឧទាហរណ៍ថាលំហាត់មួយអានេះយើង stretch ផ្លូវខាងក្រោយនេះអញ្ចឹងបើសិនជាយើងធ្វើ dynamic stretch មានថាយើងធ្វើងើបធ្វើឲ្យតាំងផ្លូវនេះយើងធ្វើតែ1ទៅ2វិនាទីយើងងើបចេញតែបើសិនជា static គឺយើងធ្វើគ្នាតែយើងនៅនឹង stick ផ្លូវនេះដូចគ្នាតាំងផ្លូវនេះដូចគ្នាតែយើងនៅនឹងអានេះគឺជាចំណុចដែលខុសគ្នាព្រោះថាយើងធ្វើបែបនេះdynamic តែភាសា static អីចឹងខុសគ្នាចឹងយើងមិនហាត់ប្រាណយើងធ្វើម៉េចឲ្យខ្លួនមានចលនាstatic អានេះមកជើងយើងទៅដល់ក្រោមតែ dynamic អត់ទេយើងធ្វើមានចលនាចឹងគឺនេះគឺជាផ្នែកខុសគ្នាតែបងប្អូនមានអានថាមិនខមមិនក្រោមវីដេអូនេះ